ហ្មងគេលក់ចោលសាច់រឿងហ្មងសឹងថាមួយអេពីសូតគាត់នេះគេង3យប់ស្ដាប់អត់តន់ចប់ចាស្ដាប់គេលើហ្មងណាអូខេបងហើយមុនហ្នឹងខ្ញុំបានសួរថាមានសាច់រឿងបន្តអត់ឥឡូវនឹកឃើញនៅថាចង់លើកយកសាច់រឿងមួយណាអូខេបងនឹកឃើញហើយអញ្ចឹងសាច់រឿងដែលខ្ញុំចង់លើកឡើងបន្តហ្នឹងខ្ញុំនឹកឃើញពេលដែលកំឡុងពេលដែលខ្ញុំកំពុងសិក្សាភាសាចិនឆ្នាំ2011-12យូរដែរអញ្ចឹងបាទរៀននៅពេញឬក៏នៅតាមឡានខេត្តបងតាមខេត្តទេនៅអូខេបាទគាត់ថាការសិក្សាភាសាចិនរបស់ខ្ញុំហ្នឹងគឺខ្ញុំរៀននៅតាមវិហារចិនអូខេអញ្ចឹងឥឡូវយើងចូលសាច់រឿងយើងអាចជើញចូលសាច់រឿងអូខេចំពោះរឿងនេះផងដែរខ្ញុំអាចដាក់បានចំណងជើងថាខ្មោចយាមវិហារចិនហ្នឹងហើយខ្មោចយាមវិហារចិនអញ្ចឹងយើងដល់សាច់រឿងយើងតាំងពីដើមមកទៅចំពោះនៅខេត្តហ្នឹងមានផ្ទះមួយគេទុកចោលផ្ទះហ្នឹងជាប្រភេទផ្ទះវីឡាដែរ2ជាន់ខ្ញុំជិះទៅជិះមកខ្ញុំជិះទៅរៀនហ្នឹងខ្ញុំឃើញផ្ទះហ្នឹងគេទុកចោលរហូតរាប់ឆ្នាំហើយតែដល់ពេលថ្ងៃមួយក្នុងឆ្នាំ2011-2012ហ្នឹងដែលខ្ញុំមុនចូលរៀនភាសាចិនហ្នឹងខ្ញុំឃើញផ្ទះហ្នឹងបើកចំហហើយមានជនជាតិចិនតៃវ៉ាន់គាត់ចេញចូលហើយខ្ញុំគិតថាផ្ទះហ្នឹងគេទុកចោលយូរហើយចេះមានអ្នកដែលហ៊ានចូលមកនៅដែរអញ្ចឹងណាប្រហែលជាគេអត់ដឹងដល់ពេលក្រោយមកទៅគឺផ្ទះហ្នឹងនៅមុខហ្នឹងគេដាក់ផ្លាកបង្រៀនភាសាចិនដែលឥតគិតថ្លៃខ្ញុំក៏សាកចូលទៅសួរអញ្ចឹងព្រោះពេលហ្នឹងយើងចង់រៀនភាសាចិនដែរអញ្ចឹងបាទក៏ចូលទៅសួរហើយក៏គេមានបង្រៀនមែនបង្រៀនដែលឥតគិតថ្លៃអញ្ចឹងពេលហ្នឹងខ្ញុំក៏បានចូលរៀនហើយក៏អាចចាត់ទុកបានថាជាសិស្សដំបូងនៅក្នុងដែរព្រោះពេលដែលទៅហ្នឹងអង់គ្លេសក៏អត់ចេះចិនក៏អត់ចេះហើយគ្រូចិននោះអង់គ្លេសក៏គាត់អត់សូវចេះហើយគាត់ចេះតែចិនអត់ចេះខ្មែរទៀតទៅដល់ឆ្កាដៃឆ្កាជើងគ្នាបណ្ដោយជិះបង្រៀនមិនចូលទៅដំបូងហ្នឹងភាសាកោហ្មងភាសាដៃជើងហ្មងហើយរៀនហ្នឹងគឺរៀនលក្ខណៈលឿនហ្មងបញ្ញាប់ហ្មងសួរឃើញរបស់អីជុំវិញខ្លួនសួរហ្មងឃើញកៅអីសួរកៅអីថាអីគេអីចឹងទៅគាត់ប្រាប់របៀបនិយាយបាទព្រោះដោយសារអីនិយាយគ្នាអត់បានអត់មានអ្នកបកប្រែទេកាលហ្នឹងបាទតែគេមកទៅរៀនចូលអារបៀបថាបើកៅអីលើកៅអីមកដាក់លើតុហ្នឹងហើយសួរគាត់អញ្ចឹងមកថាហ្នឹងអីគេអីហើយគាត់ទៅសេឲ្យហ្នឹងហើយគាត់ទៅសេឲ្យអញ្ចឹងយើងណូតយើងចាំអានថាម៉េចហ្នឹងហើយរបៀបអានថាម៉េចអីអញ្ចឹងគាត់ប្រាប់តាមហ្នឹងហើយយើងអានតាមដូច A for Apple អញ្ចឹងយកផ្លែប៉ោមដាក់លើតុបាទអានេះលយអាហ្នឹងរៀនបែបរបៀបអ្នកអត់ចេះអញ្ចឹងណាបាទអូខេអញ្ចឹងយើងចូលសាច់រឿងរបស់យើងពេលដែលថ្ងៃមួយពេលដែលខ្ញុំកំពុងរៀនភាសាចិនហ្នឹងហើយចំពេលហ្នឹងផងដែរគ្រូគាត់ត្រូវទៅស្រុកគាត់វិញគាត់ត្រូវទៅលេងស្រុកពុទ្ធិស័យគាត់មានដោះដូរគ្នាក្រុមគ្នាគាត់មកប្រចាំការនៅស្រុកខ្មែរអញ្ចឹងណាអញ្ចឹងដល់ពេលហ្នឹងខ្ញុំចាំបានដូចជាគៀកចូលឆ្នាំចិនអញ្ចឹងពួកគាត់ត្រូវទៅស្រុកទៅផ្ទះស្រុកកណាត់គាត់វិញហើយនៅយប់ហ្នឹងគាត់ហៅខ្ញុំឲ្យទៅគេងជាមួយគាត់នៅក្នុងពហិរហ្នឹងដើម្បីពេលដែលគាត់ឡើងឡានម៉ោង4ភ្លឺដើម្បីឡើងយន្តហោះហ្នឹងអត់មានអ្នកនៅចាក់សោពហិរទេអញ្ចឹងខ្ញុំក៏មកគេងនៅពហិរហ្នឹងមួយគាត់ដែរពេលយប់ឡើងនិយាយគ្នាលេងញ៉ាំតែញ៉ាំស៊ុបអីនឹងជាមួយគ្នាអញ្ចឹងទៅហើយដល់ពេលម៉ោង4ទៀតភ្លឺគាត់នាំគ្នាឡានមកទទួលគាត់ដើម្បីមកបំពេញព្រោះពហិរហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចគឺនៅខេត្តរបស់ខ្ញុំអញ្ចឹងពេលដែលពួកគាត់ឡើងឡានដើម្បីមកបំពេញអស់ហ្នឹងគឺនៅម៉ោង4ឯនៅងឹតឡើយទេខ្ញុំដើរបកមកវិញខ្ញុំឡើងមកគេងនៅពហិរសារពេលដែលខ្ញុំគេងនៅក្នុងហ្នឹងខ្ញុំអាសេះអាសខ្ញុំបានឲ្យទៅភ្លឺព្រោះដោយសារពេលខ្ញុំក្រោកដឹងខ្លួនហើយខ្ញុំពិបាកគេងទៅវិញពេលហ្នឹងគេម្នាក់ឯងហ៎បងគេម្នាក់ឯងនៅក្នុងពហិរហ្នឹងហ្មងហើយខ្ញុំអត់នឹកស្មានថាអីដែលខ្ញុំឃើញហ្នឹងវាអញ្ចឹងវាខ្លាំងអញ្ចឹងព្រោះដោយសារជាពហិរហើយរូបព្រះអីនៅលំពេញហ្នឹងហេតុអីបានខ្មោចហ្នឹងវានៅក្នុងហ្នឹងអញ្ចឹងព្រះយូឡៃហ្នឹងបាទរូបព្រះដូចប្រម៉ែកងស្អ៊ីមរូបពុទ្ធអីមាននៅក្នុងហ្នឹងហើយតែហេតុអីបានវានៅមានតែក្នុងហ្នឹងយើងនៅខ្មែរប្រហែលជាសាសនាខុសគ្នាអញ្ចឹងណាប៉ុន្តែរូបពុទ្ធប្រខ្មែរយើងហ្នឹងមានរូបពុទ្ធដែរបាទមានរូបពុទ្ធមែនព្រះយូឡៃណាមែនទេពុទ្ធយើងហ្មងបាទអូថៃបាទរូបពុទ្ធហ្មងអូខេស្រាប់ដល់ពេលថ្ងៃហ្នឹងខ្ញុំចូលមកដេកនៅក្នុងបន្ទប់ហ្នឹងវិញខ្ញុំដេកអាសេះអសហើយភ្នែកព្រិចខ្ញុំអញ្ចឹងស្រាប់ដល់ពេលបើកភ្នែកឡើងកំពុងដេកផ្អៀងអញ្ចឹងពេលបើកភ្នែកឡើងភ្នែកប្រព័ន្ធភ្នែកឡានក៏ហូមមកគូមើលមកខ្ញុំអញ្ចឹងឃើញតែគ្រាប់ភ្នែកទេមើលមកខ្ញុំចាក់កលាប់មកគូខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំបិទភ្នែកវិញខ្ញុំប្រញាប់បិទភ្នែកវិញអញ្ចឹងដូចថាឲ្យដេកលក់អញ្ចឹងអត់ព្រមដេកលក់ឯងទ្រាំរហូតទៅទៅបន្ទប់ទឹកក៏ទៅភ្លឺមេឃហ្នឹងវាគ្រាប់ភ្លឺទៀតហើយចេះទ្រាំបិទភ្នែកអញ្ចឹងទៅតម្រាំដល់ភ្លឺស្ទុះក្រោកចេញមកចាក់សោរត់ចេញទៅផ្ទះអាហ្នឹងចប់
មកពេលរហូតដល់ពេលម្លងបានប្រហែលថ្ងៃក្រោយ សុំកាត់តិចណាបងសេរីចុះពេលដែលបងគេហ្នឹងបងគេនៅកន្លែងណានៃវិហារហ្នឹង នៅក្នុងពហិហ្នឹងគឺមានបន្ទប់2នៅក្នុងហ្នឹងមានបន្ទប់2អញ្ចឹងប្រហែលជាម្ចាស់ផ្ទះគេមុនគេនៅអញ្ចឹងខ្ញុំគេងនៅក្នុងបន្ទប់មួយហ្នឹងបន្ទប់មួយទៀតនៅទល់មុខគ្នា បន្ទប់គេងហ្មង បាទខ្ញុំគេងនៅក្នុងបន្ទប់គេងហ្នឹងហ្មង អូខេ ហើយព្រះមិនមែននៅក្នុងបន្ទប់គេងហ្នឹងទេព្រះនៅកន្លែងទីធ្លាទទួលភ្ញៀវហ្នឹងហើយកន្លែងទីធ្លាទទួលភ្ញៀវអញ្ចឹងរូបសំណាក់ព្រះនៅហ្នឹងប៉ុន្តែខ្ញុំមិនได้គិតទេថានឹងមានអញ្ចឹងនៅក្នុងហ្នឹងព្រោះដោយសារមានរូបព្រះមានអីពេលខ្ញុំឃើញអញ្ចឹងទៅខ្ញុំក៏រត់ទៅអាហ្នឹងហើយមកពេលហើយរហូតដល់ម្លងប្រហែលថ្ងៃក្រោយពេលដែលកូនសិស្សគាត់មករៀននៅខាងក្រោយទីធ្លាក្រោយសាលាចិនហ្នឹងគឺមានគេទុកទីធ្លាសម្រាប់ទុកម៉ូតូទុកកង់អីអញ្ចឹងទៅនៅគៀនពហិចិនហ្នឹងគឺមានចដើមួយអាចដើវិលហ្នឹងហើយអាចដើវិលហ្នឹងគឺខ្ញុំដើរឡើងចដើវិលហ្នឹងហើយខ្ញុំឃើញកូនសិស្សខ្ញុំនៅខាងក្រោយកន្លែងផ្ញើម៉ូតូខ្ញុំស្រែកថាអភ័ក្រដើរឲ្យលឿនមកដល់ពេលខ្ញុំកន្លែងមើលទៅម្ដងទៀតមនុស្សស្រុយហោះលងវូស្ទង់អញ្ចឹងនៅពីក្រោយកូនសិស្សរបស់ខ្ញុំកូនសិស្សខ្ញុំកំពុងដើរអញ្ចឹងហោះមកពីក្រោយអញ្ចឹងហ្មងតាមពីក្រោយមនុស្សស្រុយរូបស ចាំមិនឡើងធ្វើគ្រូបង្រៀន បាទមានថាខ្ញុំនិយាយមិញហ្នឹងគឺខ្ញុំនិយាយកាត់អាខ្ញុំចូលដំបូងហ្នឹងគឺខ្ញុំអត់ចេះអីទេតែដល់ពេលខ្ញុំរៀនម្លងបានប្រហែលខែទៅឆ្លងកាត់ការឆ្កាដៃឆ្កាជើងអីទៅខ្ញុំចេះទៅខ្ញុំបរៀនតអូចេះខ្លះ បាទខ្ញុំក៏បរៀនកូនសិស្សនឹងតអញ្ចឹងណា អូខេតបាទ អូខេអញ្ចឹងយើងបកមកសាច់រឿងរបស់យើងវិញងាកទៅពេលដែលខ្ញុំឃើញកូនសិស្សខ្ញុំគាត់ដើរចេញពីកន្លែងទុកម៉ូតូផ្ញើម៉ូតូនោះមនុស្សស្រីស្លៀករ៉ូបដេកយប់សស្ទង់ហោះមកពីក្រោយប្រកបមកក្រោយខ្នងប៉កូនសិស្សហ្នឹងហ្មងខ្ញុំស្អីថាអភ័ក្រហើយរត់អីលឿនបាច់ងាកក្រោយទេខ្ញុំឲ្យវារត់មកអញ្ចឹងវាអត់ដឹងថាខ្ញុំឲ្យវារត់ហ្នឹងចង់មានន័យថាមិនទេខ្ញុំអត់ប្រាប់វាថាមានខ្មោចនៅពីក្រោយខ្នងវាទេអញ្ចឹងឲ្យគាត់ហ្នឹងដើរមកឲ្យលឿនដើម្បីឡើងបានទៅលើជាមួយខ្ញុំហើយស្រាប់តែពេលដែលគាត់ឡើងទៅដល់លើគាត់រៀនអីមួយខ្ញុំអីហើយអញ្ចឹងដល់ម៉ោងដែលកូនសិស្សគាត់ត្រូវចេញទៅផ្ទះហើយធានាទ្របនៅវិហារពេលដែលកូនសិស្សគាត់ចេញទៅផ្ទះអញ្ចឹងយើងជាគ្រូហ្នឹងយើងទៅឈរនៅមាត់ទ្វារលបងដើម្បីជូនតំណែងកូនសិស្សអីចឹងពេលដែលកូនសិស្សចេញអស់អញ្ចឹងទៅបានយើងបិទទ្វារលបងពេលដែលខ្ញុំឈរជូនតំណែងកូនសិស្សហ្នឹងចេញទៅអស់ហើយខ្ញុំថាខ្ញុំរៀបទៅផ្ទះដែរហើយតែខ្ញុំភ្លេចថ្ងៃហ្នឹងដូចជាភ្លេចកតាបឯងខ្ញុំភ្លេចបាត់ហើយខ្ញុំមិនដឹងថាខ្ញុំភ្លេចអីទេខ្ញុំថាស្រែកឲ្យមិត្តរួមថ្នាក់ខ្ញុំម្នាក់ទៀតហ្នឹងដែលជាគ្រូដូចគ្នាហ្នឹងឲ្យគាត់ជួយបោះរបស់ហ្នឹងមកក្រុមឲ្យខ្ញុំស្រាប់ខ្ញុំទៅដល់ម្នាក់ហ្នឹងគាត់ទៅផ្ទះបាត់ហើយហ្នឹងអត់មានពីណាគេនៅខាងលើហ្នឹងទេស្រាប់ដល់ពេលហើយមនុស្សស្រីដែលខ្ញុំឃើញហោះស្ទង់នៅពីក្រោយហ្នឹងនៅឈរនៅវេរ៉ាំងដាហើយអើតមើលមកខ្ញុំចឹងក្នុងរូបឈរក្នុងស្លៀកពាក់បែបម៉េចស្លៀកសម្លៀកបំពាក់សហ្នឹងដដែលហ្នឹងហើយមើលអោតមើលមកខ្ញុំចេះហើយខ្ញុំនៅស្រែកខាងក្រោមតែឲ្យគេបោះរបស់មកថាអត់មានពីណានៅលើទេមានម្នាក់ស្រីនឹងអើតអញ្ចឹងដល់ពេលខ្ញុំងើយមើលមុខអញ្ចឹងទៅខ្ញុំថាអូអត់កើតទេយប៉ិនឹងមកទៀតអញ្ចឹងណាហើយខ្ញុំក៏ថាមិនបាច់ទេអញទៅផ្ទះហ្មងទៅខ្ញុំទុករបស់ហ្នឹងស្អែកចាំមកយកក៏ទៅបាត់ទៅរហូតម្លងដូចជាប្រហែលខែក្រោយមកមានសិស្សស្រីម្នាក់គាត់មកពីតាមខេត្តហើយសុំពហិនឹងស្នាក់នៅសុំគ្រូនឹងស្នាក់នៅហើយគ្រូហ្នឹងក៏ឲ្យស្នាក់នៅចំអាបន្ទប់ដែលខ្ញុំឃើញខ្មោចហ្នឹងដែរហ្នឹងហើយរៀបចំស្នាក់នៅដល់ក្រោយមកទៅពេលថ្ងៃអាទិត្យឡើងពួកខ្ញុំប្រមូលកូនសិស្សទាំងអស់គ្នានៅគ្នាទៅបោសសម្អាតពហិពេលដែលបោសសម្អាតហ្នឹងបោសចំខ្លោងទ្វារធំរបស់គេហ្មងធ្លាក់កថាហើយនឹងកណាត់ពណ៌ក្រហមមូលជាប់មួយកថាហ្នឹងធ្លាក់ពីលើអាហ្នឹងខ្ញុំមិនដឹងភាសាខ្មែរគេហៅអីឈីទេហ្នឹងឯងឈីទេហ្នឹងវាពុកផយពេលយើងបោសសម្អាតទៅវាធ្លាក់មកអូខេដល់ពេលហើយខ្ញុំឃើញកថាហ្នឹងខ្ញុំថាកូននរគ្នាប្រមូលគ្នានិយាយថាចុំផ្ទះហ្នឹងពីមុនមកបើតាមឮគេនិយាយដូចថាគេជួលអត់បានយូរទេអ្នកផ្សេងគេមកជួលអត់បានប្រហែលទេមកជួលមួយខែពីរខែអីទៅបាត់ហើយបាទតាមទៅពហិហ្នឹងមកជួលទេបាននៅរៀងយូរបន្តិចចឹងណាស្រាប់និយាយគ្នាមិនបានប្រហែលផងម្លងបាន2 3ថ្ងៃក្រោយសិស្សស្រីហ្នឹងនិយាយអត់កើតទេនិយាយអត់ចាញ់ដេកស្ដោកស្ដឹងអញ្ចឹងភ្នែកចាក់កលាប់គ្រូសួរអីមិនក៏និយាយអត់ចាញ់ដែរដល់ពេលដែលគ្រូអីគាត់នាំគ្នាគាត់អញ្ចឹងចសូត្រធរចិនអីគាត់អញ្ចឹងគាត់បក់ផ្លិតអីអញ្ចឹងអាហ្នឹងធានាទលាប់គាត់អញ្ចឹងណាបងចាំធរដែលគេសូត្រហ្នឹងឯងអត់ទេបងអត់ទេពោះពាក្យវាជ្រៅហ្នឹងឯងពាក្យជ្រៅពាក្យជាភាសាចិនអញ្ចឹងណាអូខេអញ្ចឹងទៅគាត់សូត្រអីអញ្ចឹងទៅគាត់បក់ផ្លិតបក់អីអញ្ចឹងទៅហើយគាត់មានទឹកតែថ្វាយដង្វាយព្រះអីហ្នឹងឲ្យម្នាក់ស្រីសិស្សស្រីហ្នឹងគាត់ផឹកអីអញ្ចឹងទៅបាននិយាយមកវិញស្រាប់ពេលបាននិយាយមកវិញបាននាំគ្នាប្រជុំគ្នាហើយសួរថាមូលហេតុអីគេបានដល់ថ្នាក់ហ្នឹងបានម្នាក់ស្រីនឹងប្រាប់ថាចេះធ្វើទុកតាំងពីយប់មកហើយ
ពេលយប់ពេលដែលគាត់ដើរទៅងូតទឹកហ្នឹងគឺធ្វើឲ្យហូរដោយខ្លួនឯងហ្មងហើយលេងលាក់របស់គាត់រហូតសាប៊ូកក់សក់សាប៊ូអីអញ្ចឹងគាត់យកចេញពីបន្ទប់កូនសិស្សពេលដែលនៅក្នុងបន្ទប់ហ្នឹងជាមួយគ្នាមិនមែនគាត់នៅតែឯងទេគាត់មានអ្នកផ្សេងទៀតនៅជាមួយគ្នាអញ្ចឹងរបស់គាត់ប្រើរៀងខ្លួនអញ្ចឹងសាប៊ូកក់សក់អញ្ចឹងគាត់យកពីក្នុងបន្ទប់គេងប្រគាត់យកទៅដាក់នៅអាបន្ទប់ទឹករួមហ្នឹងទៅស្រាប់ទៅដល់បាត់ហើយក៏ដើរបកមកយកម្ដងទៀតយកទៅដាក់ទៀតបាត់ទៀតបន្លាចគាត់បន្លែងគាត់រហូតហ្មងហើយតាក់ជួនកាលទៅហូរខ្លួនឯងអីចឹងទៅហើយពេលដែលគ្រូគាត់ទៅចិនទៅអីទៅតៃវ៉ាន់វិញអស់អញ្ចឹងទៅគាត់នៅដេកយាមពហិអីចឹងលឺស្នូពងប៉ាងធ្វើមហូបដាំបាយអីពេញជាក្រានបាយហ្មងបាទហើយដល់ពេលចំថ្ងៃមួយចំអាថ្ងៃដែលគាត់បាត់មាត់ឈឹងដែលធ្វើឲ្យគាត់នេះហ្នឹងគឺគេមកឈរនៅលើក្បាលតនេកយាយចាស់ហ្នឹងបងក៏ពៀនីកម្មាហើយមានសัตว์សេកមួយលើក្បាលមកច្អល់គាត់ហ្មងគាត់ឃើញស្រស់ភ្នែកស្រស់លើក្បាលឬក៏លើស្មាពៀនីកម្មាហើយមានសេកនៅលើស្មាប្រគាត់បាទនៅលើស្មាប្រគាត់ហើយលេងច្អល់ម្នាក់ស្រីនឹងថាចេញពីកន្លែងអញមិនបានមកនៅដេកកន្លែងអញអីចឹងណាក្រែអីហ្នឹងកន្លែងអញអត់មានមកនេះទេដល់ពេលហើយបានផឹកឡើងហ្នឹងគាត់ទៅជាបាត់មាត់បាត់កូននិយាយអីអត់បានចឹងទៅដល់ពេលគាត់ដឹងខ្លួនឡើងគាត់និយាយរឿងហ្នឹងប្រាប់គ្រូអីទៅបានគ្រូហ្នឹងក៏នាំគ្នាដូរក្រែទៅទិញក្រែថ្មីអីចឹងទៅយកក្រែចាស់ប៉ាគេហ្នឹងទៅទុកខាងក្រៅអីចឹងទៅថាប៉ះគេអញ្ចឹងហើយក្រោយមកក៏តែងតែជួបរយកូនសិស្សអីចេះនាំគ្នាជួបអញ្ចឹងដែរនៅជាន់ខាងក្រោមកន្លែងបន្ទប់ឡៅទឿអីហ្នឹងឡងក្មេងៗហ្នឹងឲ្យឃើញពេញហ្នឹងប៉ុន្តែគ្រូអីហ្នឹងគាត់ខ្លាចកូនសិស្សផ្សេងទៀតគេខ្លាចអញ្ចឹងគាត់ហាមអត់សូវឲ្យនិយាយទេរហូតទៅដល់ថ្ងៃមួយពេលដែលសិស្សស្រីហ្នឹងគាត់នាំគ្រូនាំខ្ញុំអីហ្នឹងដែរទៅលេខផ្ទះគាត់នៅស្រុកអានេះខ្ញុំនិយាយហ្នឹងគឺអាម៉េចហ្នឹងគឺខ្មោចនៅក្នុងព្រះវិហារតែអានេះខ្ញុំនិយាយតទៀតសាច់រឿងមានខ្មោចតទៀតអញ្ចឹងបាទថ្ងៃដែលគាត់ហៅពួកខ្ញុំអីឲ្យទៅលេងផ្ទះគាត់ហ្នឹងពួកខ្ញុំហ្នឹងជិះម៉ូតូទេម៉ូតូដូចជា2គ្រូដប់ខ្ញុំមួយហើយនឹងគ្រូមួយទៀតដប់កូនសិស្សមួយទៀតជិះទៅលេងផ្ទះគាត់ដល់ពេលជិះតាមផ្លូវខែហ្នឹងខែភាសាភ្លៀងដល់ពេលភ្លៀងអាម៉ូតូកាលហ្នឹងដូចជា icon ធម្មតាម៉ូតូអូតូពេលដែលជាប់អាដីក្រហមហ្នឹងទៅអាពេលមេឃភ្លៀងអត់ទៅមុខទេជាប់ផុកហ្នឹងហើយជាប់ផុកហ្មងមិនមែនដូចម៉ូតូយើងដាក់លេខទេហើយក៏ពួកយើងនាំគ្នាចុះបដាដល់ពេលបដាឆ្អែតហើយប្រះខ្លួនដេកនៅលើស្មៅហ្មងស្រាប់ពេលប្រះខ្លួនដេកនៅលើស្មៅគេនាំគ្នាដេកធម្មតាសម្រាប់ខ្ញុំប្រះខ្លួនទៅនេះងើយងាកមកខាងក្រោយមើលសិតតែភ្នោខ្មោចទាំងអស់នាំគ្នាដេកដូចដេកនៅវាលរហោឋានអញ្ចឹងទាំងកន្លែងហ្នឹងគឺភ្នែកអ្នកដតីគេមើលទៅគឺដេកលើវាស្មៅធម្មតាចើមផ្លូវធម្មតាតែខ្ញុំពេលដែលអស់កម្លាំងមែនតែនទៅប្រះខ្លួនដេកដល់ពេលងាកក្រោយមើលមានអារម្មណ៍ថាខ្លួនឯងដេកមិនមែនមានអារម្មណ៍គឺឃើញភ្នែកស្រស់ហ្មងគឺខ្លួនឯងដេកនៅមុខណូខ្មោចវារហោឋានពេញហ្នឹងហ្មងខ្ញុំក៏បានប្រាប់គ្រូថាខ្ញុំឃើញអីអត់ល្អទៀតហើយពួកគ្រូគាត់ដឹងថាភ្នែកខ្ញុំអញ្ចឹងគាត់ដឹងតែខ្ញុំមើលឃើញអីទៀតហើយខ្ញុំក៏ប្រាប់ថាបញ្ញាប់នាំគ្នាចេញពីកន្លែងហ្នឹងទៅព្រោះដោយសារវាចិត្តមេឃល្ងិតដែរហើយក៏នាំគ្នាព្យាយាមអូសម៉ូតូហ្នឹងទៅបោចស្មៅបោចអីជូតកង់ម៉ូតូអីអស់ដើម្បីបញ្ញាប់ទៅមុខទៀតរហូតទៅបានទៅដល់ផ្ទះគាត់ខ្លួនប្រឡាក់ផុកអស់ហើយនាំគ្នាចូលសួរសុខទុក្ខម្ដាយឪពុកគាត់អីសំណាញ៉ាំអីតិចតួចអីហើយគេក៏ខាត់ឲ្យគេងដែរព្រោះដោយសារអីសម្លៀកបំពាក់ស្តាក់ឲ្យយប់ទៀតពេលចេញហ្នឹងប្រហែលជាម៉ោង7ហើយវាល្ងិតដែរព្រោះទៅលេងផ្ទះគាត់ហ្នឹងគឺនៅតាមស្រុកទេហើយយើងត្រូវបកដើម្បីបកមកដល់ទីរួមខេត្តវិញពហិនៅទីរួមខេត្តបាទអញ្ចឹងគេខាត់ឲ្យនៅគេងដែរប៉ុន្តែគ្រូថាអត់គេងអញ្ចឹងព្រោះបញ្ញាប់ទៅមើលពហិវិញថ្ងៃហ្នឹងដូចឲ្យហេតុដែរព្រោះពេលដែលខ្ញុំចេញពីផ្ទះប៉ម្នាក់ហ្នឹងជិះតាមផ្លូវកាត់វាស្រែស្រាប់វាស្រែគេនាំគ្នាអត់មានឃើញអីទេខ្ញុំនេះអ្នកឃើញខ្មោចកបុតក្បាលមកក្រុមពេទ្យពគៀកកគ្នាអញ្ចឹងហើយទៅមានដូចกระดาษសែនចូលឆ្នាំចិនយើងกระดาษសែនកระดาษគេហៅខ្ញុំមិនដឹងគេហៅกระดาษអីអាហ្នឹងกระดาษយើងដុតលុយសែនលុយហ្នឹងហើយដុតជាភ្នក់ភ្លើងនៅកណ្ដាលអញ្ចឹងហើយខ្មោចហ្នឹងកបុតក្បាលអញ្ចឹងពគៀកកគ្នាមកជុំអញ្ចឹងអត់ក្បាលទាំងអស់ទៅអត់ក្បាលប៉ុន្តែខ្ញុំជិះនៅលើផ្លូវអញ្ចឹងវាសែនហ្នឹងអញ្ចឹងហើយខ្មោចហ្នឹងវានៅមកជុំនៅកន្លែងវាសែនហ្នឹងអញនិយាយថា1ម៉ែត្រពីរៀងឆ្ងាយដែរមកឃើញសឹមមកឃើញហ្នឹងហើយមកឃើញច្បាស់ហ៎ដល់ពេលហើយលេងបកៀកខុសគ្នាអញ្ចឹងហើយលឺស្រីងើដូចរុយអញ្ចឹងមិនដឹងថាវាកំពុងតែសោតស្អីខ្ញុំឃើញពីចងាយដែរហើយភ្នក់ភ្លើងហ្នឹងគឺឃើញឡើងច្បាស់ហ្មងដោយសារមានភ្លើងហ្នឹងហើយឃើញភ្នក់ភ្លើងនៅកណ្ដាលខ្មោចហ្នឹងហើយខ្ញុំក៏ឃើញអញ្ចឹងថានោះនៅកណ្ដាលព្រៃគ្រូបញ្ញាប់ជិះលឿនខ្ញុំនិយាយប្រាប់គាត់អញ្ចឹងក៏នាំគ្នាបញ្ញាប់ជិះលឿនដល់បញ្ញាប់ជិះលឿនទៅដល់ស្ពានដែកមួយ
ម៉ូតូមួយនៅមុខហើយនឹងម៉ូតូមួយទៀតនៅខាងក្រោយម៉ូតូខ្ញុំនៅខាងមុខហ្នឹងខ្ញុំជិះទៅផុតទៅដល់ពេលខ្ញុំជិះទៅផុតទៅអាស្ពានដែកយើងចាស់នៅតាមខេត្តវាមិនហើបអាដែកប្រទេសដែកទៅហ្នឹងហើយហើបប្រទេសដែកខ្ញុំជិះទៅមួយផុតខ្ញុំស្រែកអត់តាន់ផងខ្ញុំថាមានប្រទេសដែកហើបលើកជើងឡើងគ្រូខ្ញុំគាត់លើកជើងអត់តាន់ណាបុកសរសៃជើងគាត់ដាច់បាញ់ឈាមដូចអាកោមន់ទៅ ស្ពានហ្នឹង ស្ពានដែក បាទនៅលើស្ពានដែកហ្នឹង ពេលវាហើបហ្នឹងហើយពេលវាហើបបើកមាត់អញ្ចឹងខ្ញុំជិះទៅផុតទៅហើយខ្ញុំហៅស្រែកប្រាប់គាត់ថាមានដែកហើបអញ្ចឹងតែយើងស្រែកអត់តាន់ព្រោះគាត់មកតអីមានណាគាត់លើកជើងអត់តាន់ទៅបុកផឹបអញ្ចឹងទៅស្នាមដូចគេកាប់ គេកាប់អញ្ចឹង ហ្នឹងហើយដូចគេកាប់នឹងអានេះជើងអញ្ចឹងជ្រៅខ្លាំងបើឃើញលង្ហាមាត់ចេះហើយបាញ់ឈាមហ្មងហើយដល់ពេលហើយវាសយត្រង់ចេះស្ទយត្រង់ថាអាថ្ងៃអាពេលដែលបុកស្ពានគឺយើងនៅកណ្ដាលព្រៃវាល្ងិតឈឹងណារាប់រយម៉ែត្រទៅបានមានផ្ទះអ្នកស្រុកមួយឡើងអញ្ចឹងណា ស្នាត់ជ្រាប ហ្នឹងហើយដល់ពេលហើយពេលបុកផឹបទៅគ្រូដួលម៉ូតូលើហ្នឹងទៅដួលម៉ូតូលើហ្នឹងក៏ពួកខ្ញុំអីឈប់ម៉ូតូនៅគ្នាជួយអូសម៉ូតូហ្នឹងចេញឲ្យផុតពីស្ពានហ្នឹងទៅហើយខ្ញុំនេះអ្នករបៀបថាឃើញអីអញ្ចឹងខ្ញុំចេះបនលិចបនកែអ្នកថែអាសាស្ពានស្រុកភូមិហ្នឹងអីអញ្ចឹងកុំមកលេងកុំមកអីអញ្ចឹងណាក៏នាំគ្នាបដាអញ្ចឹងទៅឲ្យគ្រូនោះវិញអូសជើងទាំងឈាមអញ្ចឹងណាឡើងរាប់សិបម៉ែត្រដែរហ្នឹងឆ្ងាយដែរកាលនោះតម្រាំតបានទៅរកដល់ឃើញពេទ្យសัตว์នៅក្នុងភូមិពេទ្យសัตว์អាហ្នឹងតល់មែនតើហើយយ៉ាងហើយក៏គេមានអាកុលមានអីប្រដាប់សន្នណាពេទ្យសัตว์ហ្នឹងគាត់បានប្រមូលយកអាគ្រឿងប្រដាប់របស់គាត់ហ្នឹងបតក់ថ្នាំអីចឹងទៅដេហើយដេល្ងិតទៀតដេឈួលពិលទូរស័ព្ទឈួលខ្ជីវដេចឹងនិយាយថាដេវាអត់មាននេះហ៎វាឲ្យចិត្តកុំឲ្យហ្នឹងហើយដេឲ្យតែចិត្តណាបាទ ចូលដេសัตว์ដែរហ្នឹងហើយដេមន់ដេជ្រូកដេអីហ្នឹងគាត់ដេឲ្យតែខ្ចប់អីហើយចឹងបានឡើងម៉ូតូជិះមកវិញតម្រាំមកដល់ទីរួមខេត្តពេលដួលហ្នឹងម៉ូតូខូចមែនបានអត់ព្រមជិះសុខចិត្តបដាអត់ខូចទេគ្រាន់តែពេលដែលដួលទៅហ្នឹងដូចថាមកបុកផឹបចឹងទៅវាដួលម៉ូតូហ្នឹងទៅលើហ្នឹងចឹងដល់ពេលលើហ្នឹងចឹងទៅពួកខ្ញុំក៏ឈប់ម៉ូតូទៅបញ្ញាប់មកបដាម៉ូតូហ្នឹងដើម្បីចេញផុតពីស្ពានហ្នឹងសិនណាបាទចេញផុតពីស្ពានហ្នឹងចឹងដល់ពេលផុតទៅយើងមិនជិះម៉ូតូយើងបដាហើយដល់ពេលដេកជើងហើយបានជិះម៉ូតូចឹងអាខ្ញុំពាក្យខ្ញុំនិយាយថាអូសជើងហ្នឹងមានន័យថាគាត់ពេលដែលពួកខ្ញុំដោះគ្នាដប់គ្រូហ្នឹងគាត់កំពុងអង្គុយនៅក្បាលស្ពានហ្នឹងគាត់មើលជើងគាត់អញ្ចឹងណាដល់ទៅគាត់អូសជើងអញ្ចឹងឡើងលើម៉ូតូហ្នឹងទៅហើយយើងទៅមុខរៀងឆ្ងាយដែរហ្នឹងតម្រាំទៅជួបអ្នកស្រុកតម្រាំជួបនឹងពេទ្យសัตว์ហ្នឹងយល់ទេបងអធិការមិនមែនគ្រូអូសជើងដើរទេខ្ញុំចង់និយាយថាគាត់អូសជើងហ្នឹងគឺឡើងលើម៉ូតូហ្នឹងដើម្បីយើងឲ្យផុតស្ពានហ្នឹងយើងធ្វើដំណើរខ្ញុំស្មាបដាម៉ូតូរហូតដល់ពេទ្យសัตว์ហ្នឹងអត់ទេហើយបាទខ្ញុំសួរថាម៉ូតូខូចមែនចឹងអូខេអញ្ចឹងប្រហែលជាមានគ្នាយើងខ្លះយកច្រឡំអីតាមពិតខ្ញុំអត់យកច្រឡំទេតែខ្ញុំសួរឲ្យអ្នកនរគ្នាច្បាស់អូខេតោះអញ្ចឹងយើងតទៀតហើយតម្រាំតែយើងដោះស្រាយបញ្ហាឧបសគ្គនៅពីមុខហ្នឹងហើយតម្រាំយើងជិះម៉ូតូពីកន្លែងដែលគ្រោះថ្នាក់ហ្នឹងវិលត្រឡប់មកដល់ពហិយដែលនៅទីរំខែហ្នឹងម៉ោងមិនដល់2 10យប់យើងចេញពីផ្ទះហ្នឹងម៉ោង7ល្ងាចអីមកដល់នេះឡើងម៉ោងចង់2 10យប់ហើយបានទៅរកពេទ្យនៅទីរំខែហ្នឹងទាំងយប់ហ្នឹងស្រាប់ទៅដល់បានយើងជិះល្ងិតយើងមានតែចាប់អារម្មណ៍ហើយស្រាប់ដល់ពេលទៅដល់ពេទ្យទៅបានឃើញអាស្នាមធ្នេហ្នឹងម៉ែហើយគជីទឹកធ្នេដូចធ្នេដេកអាវហ្មងអត់រត់ជួអត់អីទេដេឲ្យតែបានអញ្ចឹងគ្រូហ្នឹងដេឆៅទៀតខ្ញុំភ្លេចបញ្ជាក់អាពេលដេគជីហ្នឹងគឺដេឆៅទៀតហើយគ្រូចេះទ្រាំអញ្ចឹងទៅហើយដល់ពេលទៅដល់កន្លែងពេទ្យទីរំខែហ្នឹងគេកាត់អាធ្នេហ្នឹងចេញដេឲ្យគាត់សាថ្មីទៀតបាទតែលើកនេះប្រហែលជាដាក់ស្នាមស្ពឹកហើយមើលទៅបាទអូខេអញ្ចឹងគេអត់ដាក់អាធំខ្ញុំធំអញ្ចឹងប្រហែលជាគេអត់ដាក់វិញហើយលេងដឹងឈឺមិនដឹងហ្នឹងហើយលេងដឹងឈឺហើយដឹងដែរណានឹងទុកឲ្យគាត់ថាតល់ហើយនិយាយមួយម៉ាត់គឺតល់ពេលហ្នឹងឲ្យមករស់រួចខ្លួនសិនព្រោះស្អីបើបន្តឲ្យហូរឈាមអញ្ចឹងទេគឺអត់កើតទេព្រោះបើខ្ញុំទៅឈួល7មើលឃើញនឹងស្ញាញវាថាវាដាច់ច្រើនជាន់ណាសាច់គាត់ហ្នឹងហើយដាច់ច្រើនជាន់អញ្ចឹងពាក់ព័ន្ធជាមួយនឹងសាច់រឿងដែលខ្ញុំលើកឡើងហ្នឹងគឺមានបូកបញ្ចូលជាមួយនឹងខ្មោចដែលឡងនៅក្នុងវិហារជាមួយនឹងខ្មោចដែលខ្ញុំឃើញនៅតាមផ្លូវបញ្ចូលគ្នាហ្មងទៅដើម្បីឲ្យសាច់រឿងវារៀងបានវែងបន្តិចប៉ុន្តែខ្មោចហ្នឹងមិនមែនឈប់ត្រឹមហ្នឹងណានៅមានតនៅវិហារហ្នឹងហើយនៅវិហារហ្នឹងទាំងប្អូនខ្ញុំអីហ្នឹងចេះឃើញដូចថាច្រើនដងដែរបាទឥឡូវថែមកបើឃើញហើយហ្មងអញ្ចឹងបើដូចប្អូនខ្ញុំបកកើតអញ្ចឹងគាត់ថាពេលដែលគាត់ត្រូវឡើងសម្ដែងនៅពហិយអីអញ្ចឹងទៅមិនដឹងការនោះចាត់ទុកថាគាត់ឈឺផងហើយខុសគ្រូបាត់ជាយខុសអីអញ្ចឹងណាចេះតាមជំនឿខ្មែរយើងប៉ុន្តែអីដែលគាត់ជាក់ស្ដែងហ្នឹងគឺគាត់ឃើញខ្មោចស្រីហ្នឹងមកដល់ច្បាច់កកគាត់ហ្មង
ច្បាច់កគាត់ហ្មងពេលហ្នឹងគឺគាត់នៅពហិយ